អូខេថ្ងៃនេះខ្ញុំបង្ហាញអ្នកគ្នាទាក់ទងនឹងការធ្វើ clean plate នៅក្នុង Fusion ដែលយើងប្រើជាមួយនឹង Mocha Pro បន្ទាប់ពីយើងបាន add ជាមួយនឹង Mocha Pro ហើយអ្នកគ្នាចូលមកកន្លែង Inspector ហើយយើង line ជាមួយនឹង Mocha UI របស់យើងមកអញ្ចឹងដោយសារតែ footage របស់យើងវាមានចលនាយើងធ្វើការ track យក data វាសិនមកខ្ញុំចូលទៅ explain ហើយខ្ញុំធ្វើការគូសជុំវិញដៃរបស់យើងដើម្បីខ្ញុំ track យក data របស់វា take យើងកន្លែង perspective ហើយយើងធ្វើការ track វា forward មកអញ្ចឹងអា layer ទី1នេះខ្ញុំ rename វាដាក់ថា track data ចូលទៅ explain របស់យើងម្ដងទៀតហើយយើងធ្វើការគូសជុំវិញ object ណាមួយដែលយើងចង់ធ្វើការ remove ចេញពី footage របស់យើងហ្នឹងណាអញ្ចឹង layer មួយហ្នឹងខ្ញុំ rename វាដាក់ថា remove បន្តមកទៀតយើងឈរនៅលើវាយើង link វាទៅកាន់ track data មកនេះដោយសារយើងបាន track វាហើយយើងអត់ចាំបាច់ track វាម្ដងទៀតទេអញ្ចឹងខ្ញុំ link មកហ្នឹងមកពេលដែលយើង play មកគឺវា track ជាប់កន្លែងហ្នឹងហើយដើម្បី remove ស្នាមរបស់យើងបានយើងចូលមកកន្លែងពាក្យ remove នេះហើយយើងធ្វើការ create ជាមួយនឹង clean plate មួយមកបន្តមកទៀតយើងធ្វើការទាញជាមួយនឹង clean plate របស់យើងចូលមកកាន់ Photoshop មកអញ្ចឹងនៅកន្លែងនេះ color space វាខុសគ្នាដោយសារតែ DaVinci យើងប្រើជាមួយនឹង Rec 7 Online Gamma 2.4 អញ្ចឹងអ្នកគ្នាអត់ចាំបាច់ខ្វល់ទេយើង remove ជាមួយនឹង object របស់យើងធម្មតាអញ្ចឹងមកបន្ទាប់ពីយើង remove ហើយយើងគ្រាន់តែចុច Ctrl S យើង save វាមួយមកចូលមកក្នុង Mocha វិញយើង take កន្លែងពាក្យ interpolate នេះមកដើម្បីឲ្យវា remove ទៅវាស្អាតណាហើយអ្នកគ្នាចុចកន្លែង render នេះមួយមកអញ្ចឹងវានឹងធ្វើការ remove ឲ្យយើងហើយប៉ុន្តែវា remove បានតែ frame ដំបូងគេអា frame បន្ទាប់ទៀតគឺវានៅតែដែរអញ្ចឹងអ្នកគ្នាធ្វើការ render វា forward មកអូខេតែប៉ុណ្្នឹងមកអ្នកគ្នាចុច Ctrl S ហើយយើងបិទ Mocha របស់យើងវិញចូលមកក្នុង DaVinci យើងចូលមកកន្លែង Inspector បើកកន្លែង Module Render យើង take កន្លែង Render នេះមួយហើយយើងដូរអានេះមកពាក្យ Remove មកតែប៉ុណ្្នឹងមក object របស់យើងគឺវាបាន remove ហើយចាអាហ្នឹងយើងហៅថា clean plate ហ្នឹងឯងអញ្ចឹងការងារនេះអ្នកគ្នានឹងជួបច្រើននៅពេលដែលយើងធ្វើតាក់ទងនឹង VFX ណាអូខេអញ្ចឹងមេរៀននេះខ្ញុំមានប៉ុណ្្នឹងបើសិនអ្នកគ្នាមានចម្ងល់ឬក៏បញ្ហាអីផ្សេងៗអាច comment នៅវីដេអូខាងក្រោមហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ